cháu đọc bầm bần liên nè ná ngày mình nè class lạnh khang đi lạnh khang đâu ấy ngày hay đọc về dương mình lạnh hay dương chọn ở tìm một đôi chặt dướng là nâng cho ba chỉ tàu về bây giờ mà còn được mán tam đậm thay chân đi thà dương về đi bạc ca sa chạ keriya hai thưa người ta chất chất ta nằm bày sai nơi người ta chất ní ao đào sắp sát đằng ó chỉ nẹt mình miền pia đằng kia hơi chạp bàn ao vật tế chiết dương từ tuôn đằng sọc săn đập hiệp tập lập ở bên sôm ở miền tốt cứ mê tà căn dốc ở vốt cứ cả na ní banh đời mụ tịch ta tới ở sắp sát đằng ó man sẽ đấy sọc mình miền pi mình miền pay này nè pro mình nô sẽ chiết đôi kia thế phần tay lòng cắt cả cắt sầm lập kia vơ tay vơ màu roti bên trong mình miền tê chẳng xôm ở dương đằng ở kia tăng chất tay tới nó nòng kia bền nền tay tới hay bật nè vừa khuôn ở trong cầm vô cả vót cứ meta không tì nê hỏi bật đề chiết dương bàn đào nơi đây sốc săn để phiệp nè bên nền mình tay tay hãy đặt đây đam là lê đây chuen trên đam là lê trên chuen đồng cao đòn khuôn nó ở trong hãy áp thết than hà bật nền tới hãy áp thết than thá đóiคุณานุភាពនៃព្រះរតនត្រ័យមានពុទ្ធានុភាពជាប្រធានធម្មានុភាពសង្ឃានុភាពទេពរក្សាព្រះនគរទេពរក្សាស្វេតឆ័ត្រជាទេវតាមានស័ក្តិមានយសក្នុងព្រះនគរនេះសូមអនុមោទនានៅអាវុធគឺមេត្តារបស់យើងរាល់គ្នាក្នុងវេលាឱកាសនេះបាញ់ទៅនៅគ្រាប់គឺករណាបាចសាចទៅនៅមុទិតាសូមឲ្យព្រះនគរកម្ពុជាកន្លងបងទុក្ខកន្លងបងភ័យរាល់សត្រូវជាបច្ចាមិត្តឯណាដែលកំពុងតែទន្ទ្រានឆ្លៀនពៀនផែនដីរបស់យើងក្នុងវេលាឱកាសនេះសូមឲ្យខ្លោបខ្លាចហើយលែងហ៊ានប្រទុះសារាយបន្តទៅទៀតដោយមេត្តាភាវនាក្នុងទីនេះសូមឲ្យទេវានុភាពទាំងឡាយមានអានុភាពពិតប្រាកដឈុតឆាប់តាមបំណងមនុស្សរាប់រយរាប់ពាន់ក្នុងទីនេះគ្មានបំណងប្រាថ្នាយុះទេក្នុងពេលនេះគ្មានបំណងប្រាថ្នាលៀបសក្ការៈទេគ្មានបំណងប្រាថ្នាទ្រព្យអ្វីក្រៅអំពីសន្តិភាពទេគ្រប់គ្នាមានបំណងតែមួយគត់សូមឲ្យប្រទេសជាតិបាននូវសន្តិភាពសូមកបនៅដោយមេត្តាមេត្តាតែងកំចាត់បងនៅព្យាបាទទាំងឡាយករណាតែងបំបត្តិនៅហិង្សាទាំងឡាយមុទិតាតែងបំបត្តិនៅវិរតិទាំងឡាយឧបេក្ខាតែងលះបង់នៅរាគៈនិមិត្តទាំងឡាយចឹងបំណងរបស់យើងទាំងអស់គ្នាក្នុងទីនេះអធិដ្ឋានជាធ្លុងមួយដោយសូមឲ្យប្រទេសកម្ពុជាបាននៅសុខសន្តិភាពសូមឲ្យវីរៈកងទ័ព
ដែលកំពុងតែការពារដែលអធិបតេយ្យភាពទឹកដីនោះបាននៅសុខសวัสดิភាពសូមឲ្យកងទ័ពយុទ្ធជនយុទ្ធមិត្តអ្នកដែលពលីក្នុងភ្លើងសង្គ្រាមទាំងអំបាលមកនោះសូមទៅកើតក្នុងសុគតិភពដោយបុណ្យរបស់យើងក្នុងវេលាឱកាសនេះសូមឲ្យយើងតាំងចិត្តឲ្យស្ងប់ហើយបញ្ជូនមេត្តាចិត្តនឹងក្នុងរយៈកាល3នាទី Jenan tông kha bây yam pan ta jenan bây ya sao cam pan ta cheni sao ca hon to sa pe pe pa ni nao san tăng lai tăng puông đàn đal hai nơi sắc đầy tông bạn sắc đầy tông từ đàn đal hai nơi bay xôm ao chia san bạn bay từ đàn đal hai nơi sắc đầy sao xôm ao chia san bạn sắc đầy sao từ vong xôm ao propot sa na rung rướng chum ran xôm ao propot sa na sai tu từ bính sắc lô សូមឲ្យលោកទាំងមូលបានប្រកបដោយសន្តិភាពព្រះសក្យមុនីណាតេសន្តិបរੰសុខੰពុំមានសេចក្តីសុខដតីក្រៅអំពីសេចក្តីស្ងប់ឡើយក្រែងលោខ្ញុំកណ្ណាអាត្មាភាពទៅជួបអស់លោកមិនបានគ្រប់ច្រកល្ហក សូមអំណាចនៃទេវានុភាពទាំងឡាយចូលទៅរក្សាលោកទាំងឡាយដល់បាយដល់ពិសេសសូមពុទ្ធមន្តទាំងឡាយទៅរក្សាការពារលោកទាំងឡាយដល់បាយដល់ពិសេសលោកឯណាដែលមានទុក្ខសូមជាអ្នកបាត់ទុក្ខលោកឯណាមានសោកសូមជាអ្នកបាត់សោកលោកណាមានភ័យសូមជាអ្នកបាត់ភ័យលោកឯណាដែលមានរោគសូមជាអ្នកបាត់រោគទៅវិយោទេវមនុស្សសានੰវិយោព្រំមាននមុតមក វិយោនិកៈសុបណ្ណានੰប្រន្តិយ៉ាងមានមិហੰនមោមហាកានមោអមាសារថសៈមីរੰយខាកចੰចោរੰចិញ្ចាមាននញ្ញសច្ចកੰនិកំពកំយនោចនិហន្តុមេជយមង្គលាំងត្រីនេតសង្ហេពុទ្ធនេគាបញ្ចពិស្នុនវមេខៈអេខយខៈនវៈទេវាទ្វេរាជារហន្តានੰសទ្ធិកញ្ចੰសទ្ធិការកតាសទ្ធិទេជោជយោកញ្ចੰ សទ្ធិលៀបភាំងអហង្កសទ្ធិមេមិអហង្កសទ្ធិមេមិអហង្កសទ្ធិមេមិរាជតោវាចរតោវាមនុស្សតោវាអមនុស្សតោវាអកិតោវាឧត្តកតោវាបិសាចកតោវាខានុកតោវាកណ្ណកតោវាចនពតិរោគតោវាអសធម្មតោវាចន្ទៈថេសមិកៈកោណកុក្រៈហេវចកៈសម្បតិមិ អច្ឆតអរច្ឆសូក្រមហិង្សយខរក្សាទីហេនានាភយតោវានានាឧបតវតោវានានារោគតោវាអរខੰកនហន្តុបារមីតានុភាវេនខត្តយកជារេហេសខៃកេសេហេតិសោរសੰបលាយន្តិវិធាំងសេធវាសេសតោដោយបរិវេណ300ម៉ែត្រជុំវិញដោយទីនេះ សូមទឹកទាំងឡាយកើតជាព្រះបរិត្តសូមខ្សែទាំងឡាយកើតជាខ្សែបរិត្តវត្ថុឯណាជាវត្ថុអពមង្គលឲ្យប្រែក្លាយទៅជាវត្ថុមង្គលវត្ថុណាជាវត្ថុមង្គលហើយសូមឲ្យរឹងរឹកតែជាវត្ថុមង្គលមានជាភ័យយោភាពតរៀងទៅដោយអានុភាពនៃគុណានុភាពនៃពពួកទេវតាទាំងឡាយដែលមានឫទ្ធិជាអ្នកដែលព្រមហើយដោយសមាធិជាអ្នកជ្រះថ្លាក្នុងព្រះរតនត្រ័យ ជាអ្នកថែរក្សានៅពុទ្ធសាសនាសូមថែរក្សានៅជានានជនប្រស្រីក្នុងកម្ពុជាកម្ពុជាទេសទាំងមូលនេះប្រកបដោយយុះផងសេរីផងភោគផងសម្បត្តិផងគ្រប់ប្រការជាអ្នកមិនមានទុក្ខមិនមានរោគមិនមានភ័យដោយអានុភាពនៃព្រះបរិត្តទាំងឡាយបញ្ញលាភភាំងមហាតេជាងវណ្ណខេតេមហាយសੰសព្វសត្វអិតាំងតាំងសនន្តអសេសតោ
អត្តបរិយតាំងជាតិតាំងបរិតតាំងតំបណមហេចយ៉ាងទេវមនុស្សានំយយោហន្តុបរាជិតោមេរសេនាភិកន្តាសមន្តាទ្វាទស្សយុជនីខន្តីមេត្តាវិទាំងសេត្វានិចកុមាភវេសង្សារន្តោតបច្ចៈខុងវិសោតិយិបរិយាបណ្ណាទិសោតានង្ហេតាយចៈសុខាយចៈពុទ្ធកិច្ចੰវិសោទេត្វាបរតន្តំភណមហេចន្ទោបណ្ណរសោយថាដូចជាប្រច័នក្នុងថ្ងៃ15កើតមនិជោតិរសោយថាពំនុសោតដោយកៅមនីមានរស្មីដ៏រុងរឿងជាកៅវិសេសអាចញ៉ាំងរាល់សក្តីប្រាថ្នារំពួងឲ្យសម្រេចបានធុឧត្តមអុចធូបណាលោកតាអាចារ្យអឹងលោកតាអាចារ្យដល់កម្មវិធីអុចធូបប៉ុន្តែអត់ទាន់អុចទេចាំប្រកាសថាអុចចាំអុចលោកយាយនិយាយកុំអុចកុំអុចកុំអុចបលូតសិនក៏បានឬមួយក៏អុចទៅទុកអញ្ចឹងចង់ជម្រាបឲ្យដឹងថាហេតុអីដែលយើងប្រារព្ធពិធីថ្ងៃនេះលោកតាលោកយាយចង់ដឹងអត់ទេអូយសាធុកន្លះខែមុនយើងប្រារព្ធពិធីអីណោះយើងធ្វើបុណ្យទេសនាមហាជាតិដកឆ្នាំទី2ប៉ុន្តែដោយសារមានបញ្ហានៅព្រំដែនយើងក៏សង្ខេបបុណ្យទេសនាមហាជាតិដកនឹងមកជាបុណ្យប្រកាសសច្ចកិរិយានិងពិធីបួងសួងសុំសុខសន្តិភាពហើយទៅពេលយើងបានធ្វើនោះគឺដូចជាថ្ងៃទី20 គុត21 22ក្រោយពីធ្វើហើយរយៈពេល1សប្តាហ៍ពួកយើងទាំងអស់គ្នាក៏ដូចជារាជរដ្ឋាភិបាលគឺថាបានទទួលភាពសុខសន្តិភាពនៃការឈ្លានពានរបស់សត្រូវមិនចឹងមែនទេលោកតាលោកយាយចាអញ្ចឹងយើងនៅខាងក្រោយគ្មានអ្វីទេគឺថាមានតែបួងសួងសុំបន្ថែមទៀតធ្វើម៉េចយើងអត់មានកម្លាំងប្រដាប់អាវុធយើងវាអត់មានធនធានធំយើងមានតែបុណ្យនឹងហើយដែលបួងសួងដល់ព្រះពុទ្ធធម៌ប្រសង្ឃឲ្យជួយបន្តទៀតអញ្ចឹងហើយបានយើងទទួលបានផលថ្ងៃនេះយើងធ្វើវិធីរំលឹកគុណថ្វាយប្រតិរំលឹកគុណព្រះរតនត្រ័យដែលមានព្រះពុទ្ធធម៌ប្រសង្ឃហើយនឹងប្រកាសសច្ចកិរិយាបួងសួងសុំសុខសន្តិភាពបន្ថែមទៀតដោយសុខសន្តិភាពលើកនេះគឺថាយើងបួងសួងសុំឲ្យបងប្អូនកូនចៅពួកយើងទាំងអស់គ្នាឲ្យមានសុខសន្តិភាពជាពិសេសឲ្យប្រទេសជាតិយើងប្រទេសជាតិកម្ពុជាយើងក៏មានសុខសន្តិភាពដែរអញ្ចឹងថ្ងៃនេះបានយើងប្រារព្ធពិធីថ្វាយប្រតិបហើយទន្ទឹមថ្វាយប្រតិបហ្នឹងក៏ថាដើម្បីឲ្យលោកតាលោកយាយចង់ដឹងថាការថ្វាយប្រតិបហ្នឹងតើវាមានអត្ថន័យយ៉ាងណាការថ្វាយប្រតិបនេះវាមានហេតុអីបានយើងប្រារព្ធពិធីថ្វាយប្រតិបហ្នឹងអញ្ចឹងតិចទៀតមានកុមារទេពមួយរូបកូន2កូន3ហើយថាមើលទៅណាតែល្អិតវល់ដាក់ងារថាមរិញគង់វាលទេឡើងបកស្រាយពីកិច្ចការងារហ្នឹងឯងតាយាយអីទេតយិតតែអស់ចិត្តពួយអស់ចិត្តយិតតែអស់ចង់ហ្នឹងដោយសារអត់ស្គាល់គុណណាបានស្គាល់គុណមិនហ្នឹងបានទ្រាំចង់ងាប់ហ្នឹងហើយអញ្ចឹងគុណបែងចែកឋានៈតួនាទីសំខាន់គឺគុណធម៌ហ្នឹងហើយធម៌កតញ្ញូហ្នឹងឯងសំខាន់ណាស់នៅលើផែនដីនេះណាកូនដែលថ្វាយអង្គមម៉ែឪមានតែនៅស្រុកខ្មែរណាក្រៅពីហ្នឹងថ្វាយអង្គមម៉ែឪគឺដើម្បីលុយទេហ្នឹងហើយគាត់ថ្វាយអង្គមយកចិត្តយកគេមរតកអីបានហើយចាំតែថ្វាយអង្គមទៀតតែកូនខ្មែរណានៅមានបបេះដូងបរិសុទ្ធថ្វាយអង្គមដោយគោរពស្រឡាញ់ហ្នឹងហើយអញ្ចឹងបុណ្យនៃកើតពីការគោរពហ្នឹងនាំមកមានបុណ្យធម៌កតញ្ញូថ្ងៃនេះហ្នឹងហើយយើងដឹងគុណកាលពីដើមយើងដឹងគុណតែម៉ែឪយាយតាខ្លួនឯងទេឥឡូវយើងអស់គុណបុណ្យធំមែនតើបុណ្យអស់ចាណាស់ខ្ញុំប្រឌិតមើលប្រវត្តិសាស្ត្រមកតែមានលើកនេះទេលោកជំទាវដឹកនាំធ្វើហ្នឹងហើយធ្វើឲ្យយើងក៏ក្រើកនឹកឃើញបុណ្យដូនតាបពៈបរោះណាដូនតាមហានគររបស់ខ្មែរណាតាំងពីត្រកូលអេសានវរ្ម័នរហូតដល់សូរិយាវរ្ម័នណាជ័យវរ្ម័នណាមកនរោត្តមមកឲ្យទាំងអស់គឺយើងដឹងគុណបពៈបរោះជាតិហ្នឹងហើយហើយមិនបានដឹងគុណសៀមវាវាយពេកបានដឹងគុណនោះហ្នឹងហើយបើអត់មានគេវាយចាំតែនឹកឃើញគុណហ្នឹងអញ្ចឹងគឺថាដើម្បីឲ្យកម្លាំងសច្ចកិរិយាហ្នឹងមានកម្លាំងខ្លាំងហ្នឹងហើយគឺត្រូវមានកម្លាំងសិលណាកម្លាំងសិលកម្លាំងសមាធិកម្លាំងវិបស្សនាហ្នឹងហើយបើសិនជារាយមាយណាមកដោយចិត្តរាយមាយអីហើយជឿខ្លះមិនជឿខ្លះអីសៅមងអីហ្នឹងកម្លាំងចិត្តនឹងអត់ខ្លាំងទេ
ហ្នឹងហើយអញ្ចឹងកិច្ចហ្នឹងយើងនឹងធ្វើបន្តទៀតហើយលើដោយសារតែថ្ងៃកាន់តែចិត្តលិចទៅហើយយើងដល់កម្មវិធីអុជធូបអុជធូបហ្នឹងពីណាពីណីមកយើងគិតតែរឿងសុំសុខទេអត់ដែលឲ្យដូនតាសុខទេហ្នឹងហើយអញ្ចឹងពេលប្រឡងម្ដងណាបានតែបន់ដូនតាហើយដល់ដូនតាបន់តិចហ្នឹងចូលទៅកែប្រយុងកែអាវិញ្ញាសាណាត់កៅវិធាក់គេច្រានចេញមកហើយតាមដល់ពេលប្រឡងធ្លាក់ទៅខឹងដូនតាអត់ដែលជូនបន់គាត់ផងហ្នឹងហើយអញ្ចឹងយើងអុជធូបជូនបន់សិនណាជូនបន់ហើយសូមបួងសួងសូមសេចក្តីសុខពីគាត់ហ្នឹងហើយរាល់អំពើល្អរបស់យើងហ្នឹងណាយើងជូនបន់ដូនតាបុព្វបុរសជាតិហ្នឹងហើយហ្នឹងហើយយើងអុជធូបបដាទៅហើយនឹងមានអ្នកទទួលធូបពីយើងយកទៅអុជនៅខាងមុខព្រោះបើអុជដាក់ហ្នឹងបាច់អង្គុយទេឆ្លក់លាន់ហ្នឹងហើយធាតុខ្យល់ចម្រើនឡើងចតងដួលអស់ហ្នឹងហើយបើចង់ឲ្យធូបនឹងឆាប់ឆេះល្អយកធូបនឹងជ្រលក់ក្នុងប្រេងនឹងតិចទៅហើយសូមអុជនៅរបៀបអុជធូបច្រើន21សរសៃតំណាងអីខ្លះណាបាទហ្នឹងហើយតំណាង18ដើមហ្នឹងតំណាងណាគុណប្រតនត្រ័យគុណពុទ្ធពធប្រសង្ឃហ្នឹងយើងមើលគុណសម្បត្តិរបស់ពុទ្ធនឹងប្រមាណពធប្រមាណប្រសង្ឃប្រមាណនៅក្នុងយើងសូត្រនមស្ការប្រតនត្រ័យហ្នឹងណាហើយគុណមេត្តាបិតារំលឹកគុណហ្នឹងហើយយើងជូនបុណ្យលោកហ្នឹងហើយដើរតាមផ្លូវដែលលោកស្រឡាញ់ហ្នឹងហើយបុណ្យយើងជូនបុណ្យហ្នឹងទាំងណាទេវតាបុព្វបុរសទាំងខាងព្រហ្មញ្ញសាសនាទាំងខាងមហាយានទាំងខាងថេរវាទណាទាំងអស់ដូនតាយើងប្រហែលថ្ងៃមុនយើងប្រយុទ្ធគ្នាព្រោះតាហ្នឹងហើយព្រះវិស្ណុហើយហ្នឹងហើយយកព្រះអង្គតូចទៅឆ្លាក់លើម្រាមជើងអីស្រាប់តែមើលបាតជើងពុទ្ធហ្នឹងហើយមើលទៅសិតតែព្រះនៅក្នុងបាតជើងដែរអ្វីដែលជាមរតកដែលពុទ្ធដែលដូនតាយើងទុកឲ្យបើយើងមិនពេញចិត្តទេនៅស្ងៀមទៅយ៉ាទៅពេទ្យថ្មិញព្រោះកូនចៅ17លានអ្នកណាហ្នឹងហើយមានអ្នកខ្លះស្រឡាញ់ខាងនេះស្រឡាញ់ខាងនោះអីហ្នឹងហើយដល់ពេលយើងមិនស្រឡាញ់ហើយយើងចង់ឲ្យគេមកដូចចិត្តយើងអានឹងច្បាស់ជាទៅពេទ្យថ្មិញមកគ្រាប់ដូចប្រហែល5 10 20ហ្នឹងហើយពេលប៉ះថែមទៀតអីអស់4 500ដែរហ្នឹងហើយអញ្ចឹងអ្វីដែលដូនតាបន្សល់ទុកឲ្យ17លានអ្នកណាមានអ្នកខ្លះស្រឡាញ់ពេញចិត្តអីនៅស្ងៀមទៅហើយតែយើងណាជាកូនចៅត្រូវតែគោរពបូជាដូនតាយើងហ្នឹងគោរពហ្នឹងហើយអុជធូបហើយទៅកន្លែងអុជនៅខាងក្រោយចៅក្មេងៗអាចទទួលពីលោកតាលោកយាយយកទៅអុជខាងក្រោយដោតខាងក្រោយហ្នឹងហើយដើម្បីឲ្យការផ្សាយមេត្តានឹងមានកម្លាំងតតែចិត្តយើងនឹងមានវិវេកហ្នឹងគឺស្ងប់ស្ងាត់មិនជ្រួលច្បល់មិនញាប់ញ័រណាមិនជ្រួលច្បល់មិនញាប់ញ័រអូសាធុចា៎អរគុណចា៎ហ្នឹងហើយយើងរំលឹកគុណគួរឲ្យសង្វេគណាស់ដែលកន្លងមកហ្នឹងហើយយើងមិនបាននឹកគុណដូនតាបុព្វបុរសជាតិយើងទេទៅតែពេលនេះក៏ក្តៅផែនដីហើយដោយសម្លេងអំពាវនាវនឹងការគោរពចំពោះគុណដូនតាយើងទាំងបុព្វបុរសទាំងអស់ក្នុងជំនឿផ្សេងក្រៅពុទ្ធសាសនាក្តីហ្នឹងហើយយើងជូនបុណ្យទាំងអស់បុណ្យកុសលយើងបានបំពេញតាមកាយវិចារចិត្តសូមឧទ្ទិសជូនដូនតាបុព្វបុរសនិងវីរៈកងទ័ពដែលបានពលីជីវិតចំពោះទឹកដីសូមបានចំណែកបុណ្យស្មើគ្នាហើយសូមអញ្ជើញទៅកាន់សុគតិភពកំបីឃ្លៀងឃ្លាតឡើយហើយដូនតាក៏លោកទទួលអនុមោទនាហើយបាយក្រោយឲ្យពរសូមឲ្យកម្ពុជារដ្ឋមានសុខសន្តិភាពសូមឲ្យមានការរីកចម្រើនសូមឲ្យកូនចៅទាំងអស់សុខសប្បាយអាយុវណ្ណោសុខៈពលំគឺអាយុសូមឲ្យមានអាយុវែងវណ្ណៈពណ៌សម្បុរល្អសុខៈសូមមានសេចក្តីសុខច្រើនពលៈសូមមានកម្លាំងក្នុងការកម្លាំងអ្វីស្មើដល់កម្លាំងបញ្ញាហ្នឹងមិនមានទេហ្នឹងហើយសូមមានកម្លាំងបញ្ញាដោះស្រាយបញ្ហាលោកយៈធម៌រហូតដល់លោកុត្តរធម៌ហ្នឹងហើយអុជទៅយកទៅដោតមានហេតុឲ្យដឹងមុនដែរប៉ុន្តែមិនបានថាខ្ញុំជាអ្នកដឹងទេប៉ុន្តែគឺមានផុសតាងឯកសារទាំងអស់ហើយទៅក៏ត្រូវធ្វើកិច្ចមិនគាត់តែងតែប្រាប់ណែនាំខ្ញុំដូចគ្នា
ដល់ពេលហើយក៏ខ្ញុំបានប្រាប់មកមីងដែរថានៅក្នុងពេលវេលាណានឹងមានបញ្ហាស្រាប់តែពេលហ្នឹងមកមីងថាក្មួយស្រីមកមីងអ្វីដែលក្មួយនិយាយគឺត្រូវទាំងអស់ចឹងទៅក៏ប្រាប់កិច្ចពិធីនៅក្នុងការបូជាហ្នឹងតាមពិតត្រូវធ្វើកិច្ចហ្នឹងនៅក្នុងខេត្តសៀមរាបបានហត់តែបានផលល្អដែរប៉ុន្តែក៏មានអាស្រ័យពាក់ព័ន្ធជាមួយនឹងរឿងខ្លះខ្ញុំសុំអត់អាចនិយាយបានអស់ហើយប៉ុន្តែវាតាក់ទងជាមួយនឹងសាច់រឿងរបស់ម៉ាក់មីងដែរពាក់ព័ន្ធជាមួយនឹងព្រះនាងកំពុំឈូកអីជាដើមដល់ពេលក៏មកមីងទៅហើយមកមីងជ្រះថ្លាក៏ចាប់ផ្ដើមដឹកនាំកិច្ចពិធីនៅក្នុងការបូជានិងប្រកាសនៅសច្ចកិរិយាអញ្ចឹងក៏ខ្ញុំសូមនឹងនិទានរឿងអំពីសច្ចកិរិយានេះផងដែរហើយដល់ពេលដែលការប្រកាសសច្ចកិរិយាហ្នឹងខ្ញុំតែងតែដឹកនាំឲ្យបានជាប្រវត្តិទូទាំងប្រទេសឲ្យយល់អំពីគោលបំណងនៅក្នុងការប្រកាសសច្ចកិរិយាឲ្យពិតជាមានអនុភាពយ៉ាងពិតប្រាកដមែនឯកសារខ្ញុំបានពីម្ចាស់គ្រូនុកណេងលោកនៅវិទ្យាឋានសច្ចបុត្រក៏សូមអរគុណនិងដឹងគុណដល់ម្ចាស់គ្រូការដឹងគុណគឺជាត្រៃកតធម៌កម្ពុជាហើយក៏បានដឹកនាំប្រកាសនៅសច្ចកិរិយាហ្នឹងគឺមានប្អូនស្រីម្នាក់ដែលខ្ញុំសូមពោលដោយពាក្យសច្ចៈពាក្យពិតដែលមានព្រះសម្មាសម្ពុទ្ធជាប្រធានក៏ដូចជាព្រះសង្ឃក៏ដូចជាលោកយាយលោកតាអ៊ំពូមីងទាំងអស់ហើយនៅក្នុងពាក្យសច្ចៈទាំងអស់នេះដែលខ្ញុំពោលរួចខ្ញុំនឹងប្រកាសនៅពេលខាងក្រោយមានប្អូនស្រីម្នាក់គាត់តែងតែលើខ្ញុំនិយាយអំពីសាច់រឿងនៃការប្រកាសសច្ចកិរិយាហ្នឹងគាត់អត់មានលុយនៅក្នុងការព្យាបាលកូនរបស់គាត់ទៀតទេកូនរបស់គាត់ត្រូវបានពុះមន្ទ្រូងដើម្បីវះបេះដូងដើម្បីនៅក្នុងការព្យាបាលតែគាត់អស់សមត្ថភាពហើយក៏គាត់បានពោលថាប្រសិនបើអ្វីដែលខ្ញុំនិយាយហ្នឹងគឺជាការពិតហើយមានប្រសិទ្ធភាពនិងមានអនុភាពយ៉ាងពិតប្រាកដមែនហើយរឿងនេះគឺពាក្យសច្ចៈនឹងមានពិតនៅក្នុងលោកមែនក៏សូមឲ្យកូនរបស់គាត់មានគេអាណិតស្រឡាញ់និងយកទៅព្យាបាលដោយជារៀងសើតែជារៀងរាល់ថ្ងៃគាត់តែងតែធ្វើជារឿយៗដោយការសមាធិ5នាទីទៅ15នាទីតាមហ្នឹងបន្ទាប់មកក៏មានខាងអង្គការជនជាតិចិនគាត់ជាសិទ្ធិហើយក៏ឃើញខាងស្ថានទូតចិនគាត់បានផុសប្រហែលជាក្នុងកំឡុងពេល2សប្តាហ៍មុនដែរអញ្ចឹងក៏ពេលដែលគេចុះទៅគេសួរថាតើនឹងមានក្មេងណាដែលមានបញ្ហាបេះដូងគេនឹងយកទៅព្យាបាលពេលនោះគាត់ឡើងរហោបែបនឹកឃើញដល់ពាក្យសម្ដីខ្ញុំការដែលខ្ញុំនិយាយអំពីសច្ចកិរិយានឹងដែលជាការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធគាត់នឹកឃើញហើយគាត់ក៏ឆាតខ្ញុំភ្លាមគាត់ថាអរគុណណាស់បងអើយឥឡូវហ្នឹងការប្រកាសរបស់ខ្ញុំគឺបានផលហើយអញ្ចឹងទៅគាត់ក៏សុំជូនបនជូនអីអញ្ចឹងទៅហើយមួយសាអញ្ចឹងដោយសារតែខ្ញុំដឹងអំពីតារាសាស្ត្រព្រោះខ្ញុំគឺជាអ្នកដែលសិក្សាអំពីតារាសាស្ត្រជាមួយនឹងលោកគ្រូថមេនុនវ៉ាន់ច័ន្ទសរ៉ែនក៏ដូចជាលោកគ្រូបណ្ឌិតហុងនិងអ្នកប្រាជ្ញជាច្រើនរូបដែរក៏ដឹងថាទិសដែលយើងមានបញ្ហានោះគឺជាទិសពិឃាតគឺជានិយមបែបហ្នឹងតារាសាស្ត្រគោចរអត់មានថិតថេរទេស្ថិតនៅក្នុងអនិច្ចំឬក៏អនិច្ចសញ្ញាមិនទៀងដែលមិនទៀងនោះហើយទៅធ្វើឲ្យយើងមាននៅសេចក្តីទុក្ខអញ្ចឹងក៏មានពេលមួយហើយឯកសារហ្នឹងក៏នៅមានដែរក៏ខ្ញុំដឹកនាំញាតិពធក៏ដូចជាអ្នកដែលគាត់ជា fan របស់ខ្ញុំថាយើងរួមគ្នាប្រកាសសច្ចកិរិយាទាំងអស់គ្នាឡើងព្រោះអីដោយអំណាចនៃសច្ចកិរិយានេះគឺបានធ្វើឲ្យទឹកនៅក្នុងទន្លេគង្គាហូរបញ្ច្រាស់ឡើងទៅលើវិញដោយអំណាចនៃសច្ចកិរិយាអាចឲ្យដំណើររបស់ធម្មជាតិផ្លាស់ប្ដូរខុសពីដំណើរច្បាប់ធម្មជាតិអញ្ចឹងទៅក៏ខ្ញុំពោលនៅសច្ចកិរិយាពោលនៅពាក្យសច្ចៈ3យ៉ាងហើយក៏មានព្រះសម្មាសម្ពុទ្ធមានដូចជាព្រះអង្គដែលលោកគ្រូថមេនុនវ៉ាន់ច័ន្ទសរ៉ែនបានរៀបចំឡើងប្រហែលជា 2000 អង្គជាងដើម្បីចែកទៅខាងកងទ័ពជួរមុខពេលហ្នឹងក៏ខ្ញុំបានប្រកាសឲ្យជាក់ស្ដែងក៏ក្បួននៅខាងប្រទេសគេក៏គេដឹងថាមានផ្កាយប្រហោះហ្នឹងដើរថយក្រោយរយៈពេល120ថ្ងៃខ្ទង់ប្រហែលជា120ថ្ងៃទៅ130ថ្ងៃហើយក៏មានការចរចា72ម៉ោងអីផ្សេងដោយអង្គភូមិទាំងអស់គ្នាលោកយាយលោកតាព្រះសង្ឃគ្រប់ទីវត្តអារាមទាំងអស់ប្រកាសនៅពាក្យសច្ចៈផងយើងចូលរួមផងហើយដោយភាពឆ្លាតវៃរបស់ថ្នាក់ដឹកនាំសម្ដេចធិបតីផងលោកជាអ្នកមានបុណ្យមួយរូបដែរដឹកនាំប្រទេសកម្ពុជាផងក៏មានការចរចា72ម៉ោងកាត់ឡើងអញ្ចឹងលំដាប់នេះខ្ញុំក៏សូមពោលអំពីសច្ចកិរិយាដែលព្រះសម្មាសម្ពុទ្ធបានត្រាស់សម្ដែងហើយបើថាការប្រកាសនៅសច្ចកិរិយានេះនៅក្នុងមលនបញ្ហាมันមានអនុភាពมันមានប្រសិទ្ធភាពគឺมันមានអាស្រ័យទៅលើធម៌ពលចិត្តរបស់យើងនិងវត្ថុបំណងដែលយើងប្រាថ្នាចង់បាន
ចឹងខ្ញុំសូមនេះតិចព្រោះអីលើកទី1ដែលបាននិយាយនៅក្នុងមនុស្សដែលច្រើនខ្ញុំសូមពោលនៅគ្រា1កាលគ្រា1ព្រះបាទធម្មមាសោករាជាលោកដែលប្រសានៅទន្លេគង្គាជាមួយនឹងក្រុមអាមាត្យមហាអាមាត្យលំដាប់នោះដែលទឹកយាងក្រសាលទៅឃើញទឹកថ្មីហូរព្រៀបច្រាំងតែម្ដងក៏ពោលទៅសួរអាមាត្យថាតើនឹងមានអ្នកណាគេដែលអាចធ្វើឲ្យទឹកទន្លេគង្គានេះនឹងហូរបញ្ច្រាស់ឡើងទៅលើវិញបានដោយសារតែលោកមានសេចក្តីគិតថានឹងខ្លាចលិចលង់ទៅប៉ះពាល់ដល់ប្រជាជនពេលនោះស្ត្រីពិន្ទុមតីគឺជាស្ត្រីសោភេនីហៅថាកនិកាក៏បានលឺហើយក៏បានពោលឡើងថាបបិទ្ធព្រះអង្គខ្ញុំប្រកាសណានឹងអាចធ្វើឲ្យទឹកនេះហូរបញ្ច្រាស់ឡើងទៅលើវិញបានប៉ុន្តែពេលនឹងព្រះបាទធម្មមាសោករាជាលោកអត់ទាន់លឺទេតែអាមាត្យក៏លឺអញ្ចឹងក៏ធ្វើឲ្យទឹកនឹងហូរបញ្ច្រាស់ឡើងទៅលើវិញបានដោយពាក្យសច្ចៈពេលនោះក៏ព្រះបាទធម្មមាសោករាជាក៏លឺលោលន់លឺស្នូក៏ក្រឹកក៏ក្រែងឃើញថាទឹកនឹងហូរបញ្ច្រាស់ឡើងទៅលើពិតមែនបន្ទាប់មកក៏សួរទៅពួកអាមាត្យនិងមហាអាមាត្យថាតើអ្នកណានឹងអាចធ្វើឲ្យទឹកទន្លេគង្គានេះហូរបញ្ច្រាស់ឡើងទៅលើវិញបានថាជារិទ្ធរបស់នាគជារិទ្ធរបស់ទេវតាឬក៏យក្សពេលនោះអាមាត្យក៏បានពោលថាបបិទ្ធក្រាបទូលបបិទ្ធព្រះអង្គគឺស្ត្រីពិន្ទុមតីដែលគាត់មាននៅពាក្យសច្ចៈហើយនឹងអាចធ្វើឲ្យទឹកនេះហូរបញ្ច្រាស់ឡើងទៅលើវិញបានលំដាប់នោះផងដែរព្រះរាជាធម្មរាសោករាជាគាត់ដើរយាងទៅជួបស្ត្រីសោភេនីនោះថាតើនាងឬដែលអាចនឹងធ្វើឲ្យទឹកទន្លេគង្គានេះហូរបញ្ច្រាស់ឡើងទៅលើវិញបានហើយក៏ស្ត្រីនោះក៏បានពោលថាបបិទ្ធក្រាបទូលហើយព្រះបាទធម្មរាសោករាជាក៏ពោលថានាងឬដែលជាស្រីអបលៈមានសតិមិនល្អយករូបកាយទៅប្រឡោមជាមួយនឹងមនុស្សប្រុសដោយងងឹតងងល់បបិទ្ធព្រះអង្គទោះបីជាខ្ញុំយ៉ាងដូច្នោះមែនប៉ុន្តែខ្ញុំប្រកាសណាក៏នឹងមានពាក្យសច្ចៈនៅក្នុងខ្លួនដែរលំដាប់នោះផងដែរព្រះបាទធម្មមាសោករាជាក៏សួរទៅនាងពិន្ទុមតីនោះបន្តទៀតថាតើនាងមានសច្ចៈអ្វីបបិទ្ធក្រាបទូលព្រះអង្គខ្ញុំប្រកាសណាមានរូបកាយចិញ្ចឹមជីវិតទោះបីជាសូត្រៈក្តីពរាជាក្តីសូត្រៈនឹងគឺជាវណ្ណៈកម្មករទោះបីជាឋានៈណាក៏ដោយឲ្យថវិកាមកឲ្យប្រាក់មកគឺនាងគឺខ្ញុំប្រកាសណាតែងតែទទួលបម្រើដោយមិនមានទោសមនោះដោយមិនមានសោមនោះគឺបម្រើដោយស្មើភាពគ្នាទាំងអស់ដោយអំណាចនៃពាក្យសច្ចៈនេះសូមឲ្យទឹកដែលហូរមកសូមឲ្យហូរបញ្ច្រាស់រមូលឡើងទៅលើវិញហើយសូមបញ្ជាក់ថាទឹកដែលហូរបញ្ច្រាស់នេះមិនមែនជារិទ្ធរបស់នាគក៏មិនមែនជារិទ្ធរបស់យក្សក៏មិនមែនជារិទ្ធរបស់ទេវតាដែរគឺជាអំណាចគឺជាអនុភាពនៃសច្ចកិរិយាដែលយើងប្រកាសឡើងមិនថាពាក្យសច្ចៈនោះគឺជារឿងល្អក្តីគឺជារឿងមិនល្អក្តីគឺសុទ្ធតែមានអនុភាពទាំងអស់ទៅតាមកម្លាំងធម៌ពលចិត្តនិងវត្ថុបំណងដែលយើងប្រាថ្នាចង់បានអញ្ចឹងខ្ញុំក៏សូមពោលនៅរឿងទី2គឺរឿងញ៉ាញ់តតកុមារដែលញ៉ាញ់តតកុមារនៅក្នុងជាតិនេះគឺលោកជាព្រះរាហុលហើយគឺត្រូវបានពោះចឹកអញ្ចឹងពឹសនឹងគឺជ្រាបពេញមួយតួខ្លួនតែម្ដងពីក្បាលដល់ចុងជើងតែម្ដងអញ្ចឹងពេលហ្នឹងព្រះបរមពុទ្ធិសត្វបានបួសរយៈពេលប្រហែលជា50ឆ្នាំជាងប៉ុន្តែលោកមិនដែលជ្រះថ្លានៅក្នុងព្រះភ្នោះទេការគ្រាកន្លងមកលោកជ្រះថ្លានៅក្នុងព្រះភ្នោះត្រឹមតែរយៈកាលតែ7ថ្ងៃតែប៉ុណ្ណោះហើយឪពុករបស់មណ្ដាភៈគឺជាព្រះអានន្ទចំណែកឯភរិយារបស់មណ្ដាភៈគឺជាមហាបាសិកាវិសាខាអញ្ចឹងមណ្ដាភៈគឺជាកូនរបស់ព្រះសម្មាសម្ពុទ្ធសមណគោតមនៅពេលបច្ចុប្បន្ននៃជាតិនេះពេលនោះក៏ព្រះសម្មាសម្ពុទ្ធបានប្រកាសនៅសច្ចកិរិយាឡើងមណ្ដាភៈក៏ប្រកាសនៅសច្ចកិរិយាឡើងភរិយារបស់មណ្ដាភៈក៏ប្រកាសនៅសច្ចកិរិយាឡើងសច្ចកិរិយាទី1របស់ព្រះបរមពុទ្ធិសត្វដែលសោយព្រះជាតិជាព្រាហ្មណ៍នោះគឺបានប្រកាសថាក្នុងនាមអាត្មាភាពបានបំពេញជាបុព្វជិតបំពេញជាឈ្មោះនេះគឺជ្រះថ្លានៅក្នុង
កិច្ចជាអ្នកបួសនេះរយៈកាលតែ7ថ្ងៃប៉ុណ្ណោះក្រៅពីលាការគ្រាកន្លង50ឆ្នាំជាងមកនេះគឺអាត្មាភាពមិនដែលជ្រះថ្លានៅក្នុងព្រះព្រោះទេដោយអំណាចនៃសច្ចកិរិយានេះចូលពឹសនៅក្នុងខ្លួនញ៉ាំងតតកុមារសាបរលាបជ្រាបចូលក្នុងផែនដីទៅលំដាប់នោះក៏ជាពីធំក្បាលមកកចឹងពេលនោះក៏បណ្ដាភ្ជាក់ក៏បានប្រកាសនៅសច្ចកិរិយាឡើងដើម្បីកូនជាទីស្រឡាញ់ក៏បានប្រកាសថានៅពេលដែលសាមណៈក្តីអ្នកបួសមកក្តីព្រាហ្មណ៍ក្តីដែលមកច្រកកោននៅក្នុងទីផ្ទះរបស់ខ្ញុំប្រកាសណាខ្ញុំមិនដែលជ្រះថ្លានៅក្នុងការធ្វើទានដោយចេញពីចិត្តទេលក្ខណៈថាធ្វើទានបែបសំដែងគ្រាន់តែថាអត់ចង់ឲ្យអ្នកណាគេដឹងទេខ្លាចខ្មាស់គេដោយសារតែខ្លាចត្រកូលអន់ថោកដោយសារតែការធ្វើទាននេះគឺទៅតាមលំនាំនៃគ្រួសាររបស់លោកគឺតាមពូជពងវងត្រកូលរបស់លោកចឹងដោយអំណាចនេះពាក្យសច្ចៈនេះចូលពឹសនៅក្នុងខ្លួនកូនខ្ញុំប្រកាសណាដែលជាកូនជាទីស្រឡាញ់ចូលសាបរលាបជ្រាបចូលក្នុងផែនដីទៅដូច្នោះក៏ជាពីធំកនឹងមកចកេះលំដាប់នោះក៏ភរិយារបស់មណ្ឌបជាដែរបច្ចុប្បន្នជាតិជាមហាបាសិកាវិសាខាបានប្រកាសនៅសច្ចកិរិយាថាពឹសដែលគួរជាទីស្អប់ជាអសេរពឹសលូនពីក្នុងរុនមកគួរជាទីស្អប់យ៉ាងណាខ្ញុំប្រកាសណាស្អប់ស្វាមីខ្ញុំដែលជាមណ្ឌបជានេះដូចទៅនឹងអសេរពឹសនោះផងដែរដោយអំណាចនេះពាក្យសច្ចៈនេះចូលពឹសនៅក្នុងខ្លួនកូនខ្ញុំប្រកាសណាចូលសាប្រលៀបទៅអញ្ចឹងឃើញថាពាក្យសច្ចៈចំពោះមនុស្ស3នាក់ទើបធ្វើឲ្យជាពឹសនឹងពីក្បាលដល់ចុងជើងអញ្ចឹងអាស្រ័យទៅលើធម៌ពុចិត្តរបស់យើងអាស្រ័យទៅលើកម្លាំងនៃការរួបរวมគ្នាអញ្ចឹងយើងរួបរวมគ្នាដើម្បីប្រកាសនូវពាក្យសច្ចៈសូមឲ្យប្រទេសខ្មែរទី1គឺមាននូវសុខសន្តិភាពទី2គឺរុងរឿងមិនថាពាក្យសច្ចៈនោះគឺជាគួរជាទីអាម៉ាស់យ៉ាងណាក្រោតក្រៀតយ៉ាងណាប៉ុន្តែយើងហ៊ានលើកចេញមកដើម្បីឲ្យអ្នកដទៃបានសុខគឺគួរជាទីជ្រះថ្លាខ្លាំងណាស់សុខចិត្តលះបង់ភាពអៀនខ្មាស់របស់ខ្លួនឯងដើម្បីឲ្យជាតិបានសុខចឹងពាក្យសច្ចៈនោះជាការប៉ັດកដោយព្រះសម្មាសម្ពុទ្ធអញ្ចឹងហ៊ានប្រកាសជាព្រះបរមពុទ្ធិសត្វសោយព្រះជាតិជាព្រាហ្មណ៍ហ៊ានប្រកាសថាខ្លួនមិនជ្រះថ្លានៅក្នុងការបួសនឹងទេជ្រះថ្លារយៈពេលតែ7ថ្ងៃប៉ុណ្ណោះដូចជាស្ត្រីកនិកាជាស្រីសោភេនីហៅថាពុនធុមតីក៏គាត់មាននៅភាពអៀនខ្មាស់របស់គាត់ដែរដែលគាត់ជាស្រីសោភេនីប៉ុន្តែគាត់មាននៅសច្ចភាពរបស់គាត់សច្ចភាពរបស់គាត់នេះក៏អាចនឹងធ្វើឲ្យទឹកនៅទន្លេគង្ពីងអាចហូរបញ្ច្រាស់បានចឹងក៏ខ្ញុំសូមនិយាយរឿងសច្ចកិរិយាទី3នៅក្នុងការគ្រាមួយខ្លែងថងនេះគឺខ្ញុំបានដឹងបានរៀនតាំងពីមុនប្រទេសមិនមានសង្គ្រាមមកម្លេះឲ្យខ្ញុំហេតុឲ្យខ្ញុំដឹងនៃពាក្យសច្ចៈពេលហ្នឹងគឺតែងតែមានព្រះសង្ឃនិមន្តមកពីភូមិខ្ញុំគាត់ថាបើសិនជានៅខ្មែរយើងចង់ធ្វើបន់ជាមួយលោកពេលណាក៏បានដែរប៉ុន្តែព្រះសង្ឃដែលនិមន្តមកពីសំណាក់បដិបត្តិធម៌ផាអោខ្យាដក៏ដូចជាព្រះកុមារភិវង្សៈក៏ដូចជាព្រះមហាធេរៈទ្រទ្រង់បិដក3នៅក្នុងគម្ពីរទាំង84000បឋមខណ្ឌគឺលោកអាចទ្រទ្រង់ចាំទុកនៅក្នុងខួបអកេសរបស់ព្រះអង្គទាំងអស់ដោយមិនចាំបាច់នឹងបើកមើលទេគឺលោកចាំលោកបានបួសតាំងពីប្រជជន11ឆ្នាំហើយតន្ទិញហើយការប្រឡងក៏ទទួលស្គាល់អំពីថ្នាក់ដឹកនាំនៅប្រទេសភូមាបន្ទាប់ពីហ្នឹងក៏ខ្ញុំចាស់ថ្នាក់ខ្លាំងមែនតើថ្មីខ្ញុំឈឺនេះខ្ទុះខ្ញុំអាចដកចេញបានដល់ខ្ញុំនៅ implant នេះហើយចាំពេលហ្នឹងខ្ទុះប៉ុន្តែវាអត់ឈឺទេដល់ពេលហើយខ្ញុំក៏គិតថាចាមិនអីទេពួកអី implant ម្ដងត្រូវហើគឺអស់ច្រើនខ្លាំងណាស់$1000ជាងឬក៏$2000ជាងអញ្ចឹងបើវាគឺរៀងច្រើនអញ្ចឹងណាក៏ខ្ញុំគិតថាចាតាមពិតមិនអីទេខ្ញុំអាចនេះបានប៉ុន្តែវាថាយើងសុវ័យនៅក្នុងការធ្វើបន់ពេកព្រះមហាធេរៈមុនម៉ែវហើយដូចជាប្រក្រតីប្រចាំនេះចឹងគឺតែងតែមានបដិបត្តិធម៌លក្ខណៈអន្តរជាតិប៉ុន្តែឆ្នាំនេះដោយសារតែប្រទេសជាតិមានសង្គ្រាមតាមពិតត្រូវធ្វើឡើងនៅក្នុងខែ1ថ្ងៃទី1នេះដោយសារមានកិច្ចដឹកនាំដោយព្រះអង្គគ្រូនៅពុទ្ធមណ្ឌលឧដុង្គតែដោយសារតែមានសង្គ្រាមទៅក៏ផ្អាកអញ្ចឹងទៅក៏ពេលឆ្នាំមុនមួយទៀតគឺខ្ញុំជ្រះថ្លាគឺខ្ញុំមានលុយមកគឺខ្ញុំធ្វើបន់មានសឹងថាជ្រះខ្លួនឯងអត់សូវបាច់ខ្វល់ទេសម្រាប់និយមអីអត់សូវបាច់អត់ខ្វល់ថាអ្នកណាមើលមកខ្ញុំក្នុងរូបភាពបែបណាប៉ុន្តែខ្ញុំពីមុនមិនមែនជាមនុស្សបែបហ្នឹងទេតែខ្ញុំបានផ្លាស់ប្ដូរដោយសារតែខ្ញុំយល់អំពីដំណើរនៃច្បាប់ធម្មជាតិអញ្ចឹងទៅព្រះអង្គមកម្ដងប្រហែលជា20អង្គ30អង្គអញ្ចឹងខ្ញុំតែងតែជ្រះថ្លាប្រកេនអង្គ50 100តាមនឹងទៅអញ្ចឹងម្ដង2000 2000អញ្ចឹងទៅក៏ខ្ញុំសួរខ្លួនឯងថាចេះពេលនេះថ្មិញអត់តន់ទៅធ្វើទៀតដឹងមែនអានិសង្ឃអីទៅណលំដាប់នោះភ្លាមនោះមិនលោះពី2ថ្ងៃទេ
ខ្ញុំបានរៀនជួបមួយប្រសូតមួយជាប្រកក្តីខ្ញុំស្ដាប់ធម៌ជាមួយនឹងលោកគ្រូរស់សុផាតប៉ុន្តែក៏មានដូចជាឧបាសិកាញឹកបន្ថាក៏ដូចជាលោកតាថងឌីដាមនីលោកគ្រូសានសុជាគឺជាគ្រូដើមរបស់ខ្ញុំបកណាដោយសារតែខ្ញុំស្ដាប់គឺដំបូងហ្នឹងដល់លោកគ្រូសានសុជាគឺមានសេចក្តីជ្រះថ្លាហើយក៏ខ្ញុំយល់ដឹងទៅក៏សិក្សាឲ្យជាប្រកក្តីប្រចាំថ្ងៃខ្ញុំសិក្សាព្រះអភិធម្មជាមួយនឹងម្ចាស់គ្រូនុកនេងដែលលោករៀននៅសច្ចៈបាទពេលហ្នឹងមានការគ្រាមួយទៀតនៅខាងខេត្តរតនគិរីមានប្រជាពលរដ្ឋខ្លះគឺគាត់ដាច់អាហាររហូតដល់ទៅប្រហែលជា3ថ្ងៃគាត់បានតែញ៉ាំបាយជាមួយនឹងពោតទេអញ្ចឹងក៏ខ្ញុំទៅរតនគិរីខ្ញុំក៏ទៅមើលពួកគាត់ហើយក៏ត្រៀមនឹងចែកអំណោយជាមួយនឹងជនជាតិភេទតិចដូចជាទំពួនចារាយភ្នងអីជាដើមហ្នឹងប្រហែលជាជិត100គ្រួសារក៏ពេលខ្ញុំដើរទៅខ្ញុំត្រូវទឹកភ្លៀងអញ្ចឹងក៏ខ្ញុំល្ងាខុនញាក់អញ្ចឹងទៅក៏ធ្វើឲ្យថ្មិញខ្ញុំធ្គាមនេះអានេះក៏វានៅតែអត់ឈឺវាខ្ទុះវាចង់ស៊ីរូងដល់ច្រមុះប៉ុន្តែវាអត់ឈឺជាហេតុដែលខ្ញុំអត់ទាន់ទៅបើវាឈឺក៏ខ្ញុំទៅហើយដល់ពេលធ្គាមខ្ញុំឈឺខ្ញុំទៅខួងមើលមកវាចេញមកខ្ទុះអញ្ចឹងពេលហ្នឹងទៅគ្រួសារខ្ញុំក៏ដឹងថាខ្ញុំខ្វល់ទៅរឿងធ្វើបន់នេះខ្លួនឯងគាត់ខ្ញុំអត់ដែរខ្វល់ទេអត់ដែរសូវខ្វល់មិនខ្វល់សោះទេដល់ពេលទៅក៏គាត់រៀបចំចាក់ចែងឲ្យខ្ញុំអញ្ចឹងទៅក៏បាន implant ហើយដាំបកគោក្នុងឆ្អឹងហើយប៉ុន្តែវាអត់ទាន់វាអត់ទាន់បានរៀបរយហើយទាំងស្រុងទេពេលហ្នឹងខ្ញុំក៏សួរខ្លួនឯងហើយក៏ខ្ញុំហ៊ានជួបមួយប្រសូតដែលលោកគ្រូរស់សុផាតហ្នឹងបានធម្មទានឡើងថាក្នុងការគ្រាមួយនារីម្នាក់កំពុងតែអង្គុយស្ដាប់ធម៌ព្រះសម្មាសម្ពុទ្ធលំដាប់នោះផងដែរមូសនឹងសំតោពស់នឹងក៏លូនមកចាក់កូនរបស់គាត់នេះដូចកំពុងតែអង្គមានកំពុងតែស្ដាប់គាត់កំពុងតែស្ដាប់ធម៌ព្រះសម្មាសម្ពុទ្ធណាក៏ពេលហ្នឹងទៅគាត់ក៏ពិចារណាថាពស់ដែលលូនមកចាក់កូនខ្ញុំប្រកាសណាគឺអនេកជាតិដែលកើតមកពេលណាក៏ដោយក៏ត្រូវតែពោះចឹកកូននឹងកើតមកក្នុងជាតិណាក៏ត្រូវតែពោះចឹកកូននឹងតែការដែលគាត់បានមកស្ដាប់ធម៌ព្រះសម្មាសម្ពុទ្ធគឺជាការដែលក្របំផុតនៅក្នុងអនេកជាតិនេះដូច្នេះគាត់អត់យកកូនគាត់ទៅពេទ្យទេគាត់ក៏នៅស្ដាប់ធម៌ធម្មតាលំដាប់នោះគេចង់បញ្យល់ខ្ញុំថាថ្មិញដែលខ្ញុំឈឺគឺវាអនេកជាតិហើយតែការដែលខ្ញុំបានធ្វើបន់ជាមួយនឹងព្រះសង្ឃជាព្រះសង្ឃដែលល្អត្រួសត្រងនៅធម៌ត្រួសត្រងនៅវិន័យនៅក្នុងព្រះសាសនាត្រួសត្រងនៅប្រកាយបេដក3ទៀតគឺលោកប្រកាយបេដកមានព្រះអភិធម្មគឺលោកត្រួសត្រងបាន5ទាំងអស់មាន7គម្ពីរលោកចាំទាំង7គម្ពីរប៉ុន្តែលោកជ្រះនៅក្នុងតែ5គម្ពីរទេចំណែកឯព្រះប្រសូតនិងព្រះវិន័យវិញគឺលោកចាំទាំងអស់តែម្ដងឥឡូវលោកគង់នៅសច្ចបុត្រចា៎ចឹងទៅថាការដែលខ្ញុំបានធ្វើបន់ជាមួយនឹងព្រះសង្ឃទាំងអស់អង្គហ្នឹងគឺជាការដែលក្រចុងខ្ញុំក៏ជ្រះថ្លាមកវិញភ្លាមខ្លាំងតែម្ដងពេលនងបងសវណ្ណតននៅក្នុងប្រទេសឥណ្ឌាឆ្នាំមុនហ្នឹងគឺជាកិច្ចរបស់ខ្មែររយៈពេលប្រហែលឆ្នាំមានម្ដងដល់វេនខ្មែរអញ្ចឹងគាត់ក៏បានបូជាបច្ច័យចំនួន$25,000ទៅក្នុងកិច្ចសតបដិបត្តិនៅពុទ្ធភូមិអញ្ចឹងក៏គាត់និយាយជាមួយខ្ញុំទៀតហាងដឹងបងរងថ្ងៃធ្វើបន់ហ្នឹងចង់លើសសមត្ថភាពខ្លួនឯងមិនដឹងបានអានិសង្ឃអីខ្ញុំដឹងរឿងហ្នឹងក៏ខ្ញុំទៅប្រាប់គាត់អញ្ចឹងក៏សូមនិទានរឿងបន្តនារីហ្នឹងគាត់កំពុងតែស្ដាប់ធម៌ឲ្យត្រូវកូនគាត់ត្រូវពូជគាត់ក៏ពិចារណាថាការដែលគាត់បានមកស្ដាប់ធម៌ជាមួយនឹងព្រះសម្មាសម្ពុទ្ធគឺជាការដែលក្រតែកូនគាត់ដែលកើតមកត្រូវបានពូជនៅក្នុងសង្សារវដ្តនេះគឺអនេកជាតិហើយចឹងគាត់ក៏ខំប្រឹងស្ដាប់ធម៌ហើយក៏ប្រតិបត្តិតាមយានទាំងពីរទាំងសមថយានិកនិងវិបស្សនាយានិកប៉ុន្តែគឺសំទោសខ្ញុំអត់ដឹងថាយកគាត់យកខ្ញុំបានចាំថាលោកយកសមថយានិកសមាធិជាបាតឬក៏វិបស្សនាជាបាតទេចឹងពេលហ្នឹងគាត់បានជាព្រះសោតាបានបុគ្គលក៏គាត់ដឹងខ្លួនឯងសន្តតិកោអកាលិកោដឹងពិតឃើញពិតដោយបច្ចវេខណៈញាណគឺជាញាណទី16អញ្ចឹងព្រះនិព្វានមិនមែនសូន្យទេសូន្យនៅទោសៈសូន្យនៅមោហៈសូន្យនៅលោភៈប៉ុន្តែគឺមានផលញាណគឺបច្ចវេខណៈញាណគឺជាញាណទី16លំដាប់នោះគាត់ក៏បានប្រកាសនៅសច្ចកិរិយាឡើងដោយការប្រព្រឹត្តប្រតិបត្តិដ៏ស្មោះត្រង់ចំពោះព្រះសម្មាសម្ពុទ្ធខ្ញុំព្រះករុណាបានជាព្រះសោតាបានបុគ្គលដោយសន្តតិកោអកាលិកោដឹងពិតឃើញពិតដោយបច្ចវេខណៈញាណដោយអំណាចនៃពាក្យសច្ចៈនេះសូមឲ្យពឹសនៅក្នុងខ្លួនកូនខ្ញុំព្រះករុណាខ្ពូចាញ់ឲ្យអស់លំដាប់នោះដោយពាក្យសច្ចៈរបស់ម្ដាយកូននឹងដែលត្រូវពោះចិត្តនឹងខ្ពូចេញបើពេលហ្នឹងគាត់អត់នៅស្ដាប់ធម៌ព្រះសម្មាសម្ពុទ្ធហើយគាត់រំខានអ្នកចិត្តខាងថាកូនគាត់ឆោឡាពោះចិត្តហើយមិនដឹងថាអ្នកផ្សេងទៀតនឹងអត់បានមគ្គផលដូចគាត់ដែរឬអត់គាត់ក៏មិនអាចនឹងបានមគ្គផលដែរនេះគឺជាសច្ចៈនេះគឺជារឿងមួយអញ្ចឹងចូលដល់រឿងមួយទៀត
ពាក់ព័ន្ធជាមួយនឹងព្រះបាទសិវិដែលរកបានគ្រងរាជនៅនគរសិវិគឺព្រះបាទសិវរាជហើយទៅគាត់បាននៅក្នុងក្រុងអរិដ្ឋបុរៈនៅនគរសិវិលោកតែងមានសេចក្តីបង្អោនជ្រះថ្លានៅក្នុងការឲ្យទានជារឿយៗលោកសោយព្រះជាតិជាព្រះបាទសិវរាជព្រះបរមពុរិស័ទព្រះសមណគោតមយើងហ្នឹងណាដល់ពេលហើយក៏ពេលហ្នឹងគាត់ថាទានខាងក្រៅក្តីលោកបានបូជាអស់ហើយនៅឡើយតែទានខាងក្នុងដែលជាអវយវៈប្រសិនបើនឹងមានអ្នកណាចង់បាននៅអវយវៈនៅផ្នែកណាមួយក៏សំបីតែកែវភ្នែកទាំងគូក៏លោកនឹងផ្ដល់ឲ្យដូចគ្នាពេលនោះដូចជាព្រះអន្តទ្រង់ជ្រាបតម្រេះនេះលក្ខណៈដូចក្តៅដល់ឋានព្រះអន្តតែម្ដងក៏ព្រះអន្តខ្លាញ់ក្រឡាមកជាព្រាមដែលមិនមានភ្នែកទាំងគូហើយក៏បានបង្អោនសុំនៅចាក់ភ្នែកពីព្រះបាទសិវរាជមកពេលនោះក៏មានកិច្ចត្រឹមត្រូវក៏លោកខ្វេះភ្នែកទាំងសុំតែមួយចំហៀងឯងប៉ុន្តែលោកឲ្យដល់តែមួយគូព្រោះព្រាមនោះគឺខ្វាក់ភ្នែកទាំងគូដែលព្រះអន្តប្រែកាឡាអញ្ចឹងក៏ខ្វេះតែក៏មានកិច្ចធំត្រូវមានវិជាពេទ្យអីធំត្រូវឯការគ្រាសម័យនោះអញ្ចឹងក៏ព្រះអន្តក៏លោកជ្រះថ្លាខ្លាំងមែនតើនៅក្នុងការបំពេញនៅទានអរមីនេះអញ្ចឹងក៏លោកក៏ប្រែកាឡាឲ្យឃើញជាលក្ខណៈពេញវិញថាជាព្រះអន្តវិញក៏លោកឲ្យធ្វើកិច្ចនៅក្នុងការប្រកាសសច្ចកិរិយាឡើងលំដាប់នោះព្រះបាទសិវរាជលោកក៏បានប្រកាសនៅសច្ចកិរិយាចំនួន2ទី1គឺថាមានជនក្រីក្រតោកយ៉ាមកពីត្រកូលផ្សេងគ្នាលោកតែងតែឲ្យទានទៅជនទាំងអស់នោះនឹងមានសេចក្តីស្រឡាញ់ស្មើភាពគ្នាទាំងអស់ដោយអំណាចនៃពាក្យសច្ចៈនេះចូលទៅបច្ចៈខប្រកាសឡើងមានចំពោះខ្ញុំបកដណាលំដាប់នោះភ្នែកមួយចំហៀងក៏បានមកក្នុងការប្រកាសនៅសច្ចកិរិយាទី2ថាការដែលលោកបានបរិច្ចាគភ្នែកទាំងគូនេះគឺដោយសេចក្តីសោមនស្សមិនមានទោមនស្សដោយសេចក្តីរីករាយជ្រះថ្លាកើតបៃតេដល់ក្រៃលែងដោយមិនមានការស្ដាយសំណោះស្ដាយក្រោយអ្វីទាំងអស់ដោយអំណាចនៃពាក្យសច្ចៈនេះដែលជាសច្ចកិរិយានេះចូលទៅបច្ចៈខកាត់ឡើងមានចំពោះខ្ញុំបកដណាលំដាប់នោះភ្នែកទាំងគូក៏បានប្រកាសឡើងចំពោះព្រះបាទសិវរាជហើយសូមជម្រាបប្រាប់ផងដែរថាក៏នៅក្នុងមលិនបញ្ហាក៏បានពោលថាទាំងទឹកដែលហូរបញ្ច្រាស់ហ្នឹងក៏មិនមែនជារិទ្ធរបស់នាគក៏មិនមែនជារិទ្ធរបស់ទេវតាឬជារិទ្ធរបស់យៈទេគឺដោយអំណាចនៃពាក្យសច្ចៈអញ្ចឹងភ្នែកទាំងគូដែលព្រះបាទសិវរាជបានត្រឡប់មកវិញនេះគឺមិនមែនជារិទ្ធអ្វីទាំងអស់មិនមែនជាអភិញ្ញាមិនមែនបានមកដោយឈានទេគឺបានមកដោយពាក្យសច្ចៈអញ្ចឹងនេះគឺជារឿងហ្នឹងក៏សូមចាប់នៅធំហ្នឹងក៏សូមពោលនៅរឿងនេះភាគច្រើនគឺលោកយាយលោកតាអ៊ំពូមីងខ្លះគឺរៀងបានដឹងហើយពាក់ព័ន្ធជាមួយនឹងព្រះអង្គលីមានៅពេលធម្មតាព្រះអង្គលីមាលោកបានសម្រាប់មនុស្សចំនួន999នាក់ដោយសារតែមនុស្សទាំងអស់នោះលើកលែងតែមេត្តារបស់លោកឯងដែលមិនបានចូលរួមប្រព្រឹត្តនៅបាបកម្មនោះជាមួយមនុស្សទាំង999នាក់អញ្ចឹងបើសិនជាពេលនោះលោកអញ្ចឹងអ្នកខ្លះគឺតែងតែឆ្ងល់ថាហេតុអ្វីបានជាអង្គលីមាសម្រាប់មនុស្ស999នាក់ប៉ុន្តែមិនធ្លាក់នរកដោយសារតែមានកម្មខ្លះគឺឲ្យផលនៅក្នុងជាតិទី2តែប្រសិនបើយើងបានដល់ព្រះនិព្វាននៅក្នុងជាតិនេះគឺកម្មផ្សេងទៀតត្រូវបានអហោសិកម្មអញ្ចឹងដោយសារតែលោកមិនបានសម្លាប់នៅព្រះមេត្តារបស់លោកបើពេលនោះលោកសម្លាប់នៅព្រះមេត្តារបស់លោកក៏លោកចូលទៅក្នុងទោសអនន្តរកម្មដូចគ្នាដែរអញ្ចឹងទោសដែលធ្ងន់ខ្លាំងបំផុតគឺទោសបំបែកសង្ឃដែលមានកិច្ចភិក្ខុចាប់ពី4អង្គឡើងទៅឬក៏តាមលំដាប់ទៅតាមកិច្ចនៅក្នុងវិន័យបន្ទាប់មកទៀតមូលហេតុសម្រាប់ថាហេតុអ្វីបានជាធ្វើបន់ជាមួយនឹងព្រះសង្ឃបានបន់ច្រើនបើបំបែកសង្ឃដែលព្រះសង្ឃធ្វើអាចទ្រទ្រង់សាសនាបានដល់ទៅ5000ព្រះវស្សាហើយយើងមិនខ្វល់ថាជាព្រះអង្គនឹងជាសទ្ធាវត្តល្អឬក៏មិនល្អយើងកុំមានសេចក្តីសង្ស័យបងអោនគោរពចំពោះត្រឹមតែជាស្បង់ជីវរតំណាងឲ្យទង់ជ័យព្រះអរហន្តបើសិនជាបងអោនចិត្តថានេះជាសទ្ធាវត្តនេះជាអង្គនេះអង្គនោះយើងនឹងត្រឹមតែបានធ្វើទានជាមួយអ្នកកូនអ្នកស្រុកតែប៉ុណ្ណោះមិនអាចបានធ្វើទានជាមួយនឹងសង្ឃរតនៈដែលទ្រទ្រង់ពុទ្ធសាសនាបានដល់អស់កាល5000ឆ្នាំដោយសារតែព្រះសង្ឃ
អាចនឹងត្រង់ប្រសាសនាបានដល់ទៅ5000ឆ្នាំដូច្នោះហើយទៅធ្វើបន់ជាមួយនឹងព្រះសង្ឃគឺបានបន់ដល់ច្រើនធម្មពុទ្ធបូជាមហាតេជោធម្មបូជាមហាបញ្ញាសង្ឃបូជាគឺមហាធនណាំងអញ្ចឹងបំបីសង្ឃទី1ធ្វើឲ្យពុទ្ធមានឈាមគឺទី2អត់មានអ្នកគេអាចបៀតបៀនព្រះអាយុជីវិតរបស់ព្រះសម្មាសម្ពុទ្ធបានទេសម្រាប់ព្រះអរហន្តគឺជាតោះក្នុងអនន្តកម្មទី3គឺទៅក្នុងលោហៈគម្ពីរនរកដូចគ្នាគឺជានរកដែលជ្រៅប៉ុន្តែនរកដែលជ្រៅជាងទៀតគឺលោកកណ្ដនរកអញ្ចឹងហេតុអ្វីបានជាថាព្រះបិតានិងបិតារបស់យើងនេះគឺជាព្រះអរហន្តរបស់យើងអញ្ចឹងបើសិនជាយើងសម្រាប់ព្រះអរហន្តក៏ចូលទៅក្នុងតោះអនន្តកម្មយើងសម្រាប់មេដានិងសម្រាប់បិតាក៏ចូលទៅក្នុងតោះអនន្តកម្មដូចគ្នាទោះបីជាមេដាបិតារបស់យើងមិនមាននៅគុណធម៌ដែលមានសង្ឃហធម៌ទាំងអស់5ព្រមវិហារធម៌ទាំងអស់4ជាមួយនឹងកូននេះប៉ុន្តែលោកមាននៅគុណធាតុទាំងអស់គឺ33ដែលមានគុណម្ដាយចំនួន12នេះទានយើងមានកម្ពស់ចំនួនដល់ម៉ោងហើយចាអូខេគាត់អញ្ចឹងម៉ាក់មីងប្រាប់ថាដល់ម៉ោងហើយរឿងហ្នឹងសូមបញ្ចប់តិចថាព្រះអង្គលីមានហ្នឹងគាត់ក៏បានឧទ្ទិសថែមពាក្យសច្ចៈថាក្នុងជាអរិយជាតិហ្នឹងលោកមិនបានជាអរិយជាតិបានបួសជាបុព្វជិតហ្នឹងក៏លោកមិនដែលមានបំណងចង់បៀតបៀនជីវិតសត្វណាទេអញ្ចឹងឲ្យស្ត្រីហ្នឹងរំកូនណាកូនដែលមានចានលឹកហេវិមាននេទីបេរតហេចគៀមេតរវនកហនេកេវត្តធម្មខេតេភូមិចាយន្តុទេវីចលកលវិសមេយកកន្ធពនីគាតហន្តាសន្និកេយ៉ាងមុនវរវចនាំងសាទវោមេសនន្តោធម្មសវនកាឡោអាយំភតន្តាភូនតោទេវតាំងគិយោបបិទ្ធអបពុទេវតាទាំងឡាយរាប់ចាប់តាំងតែអំពីភូមិទេវតារសាថថៃរសាទឹកដីជ័យភូមិឋានជានាងផ្ទះព្រះកឡោងរុក្ខទេវតាដែលលោកអាស្រ័យនៅតាមព្រៃភ្នំក្រំថ្មជ្រោះជ្រងជាឡងដងអូកាសទេវតាលោកស្ថិតនៅដកឆកម្មាវិចរសួរទាំង6ជាន់មានទេវតាស្ថិតនៅជាន់ចាតុមហារាជការតាវតੰសាយាមីតោសិតានមានរតីបរៈនមិតសវតីដែលមានសកៈទេវរាជស្ដេចទេវតាជាប្រធាននឹងព្រហ្មលោកទាំង16ជាន់មានសម្ដេចសហមតីមហាព្រហ្មជាប្រធាននឹងប្របាទចតុលោកបាលទាំង4គឺប្របាទផតរដ្ឋមហារាជមេរតនាចថថៃរសានៅទិសខាងកើតព្រះបាទវិរុលហកមហារាជមេរតនាចថថៃរសានៅទិសខាងត្បូងព្រះបាទវិរូបខមហារាជមានរតនាចថថៃរសានៅទិសខាងលិចព្រះបាទកវេរៈព្រះវិសុវណ្ណមេរតនាចថថៃរសាទិសខាងជើងព្រមទាំងតបោះឥសីសិលាព្រះមហាឥសីព្រះស្រីភូមិរតព្រះយន្តកមាព្រះកង្ការណាងព្រះសូព្រះនរាយព្រះពាយព្រះអគីព្រះយុរនបបៃស្របដែលជាភូមិទេវារុក្ខទេវារៈទេវាអាកាសទេវារាមទេវាសមុទ្រទេវាទេវតាថៃរសាព្រះមហាស្វេរឆ័ត្រព្រះបរមរាជវាំងដេចជាបារមីព្រះកន្លងព្រះអង្គដងកាលវិរិទ្ធិដែលជាអនុភាពខ្លាំងក្លាលោកតាបច្ចៅយាយដូនពេញលោកមានមហិទ្ធិឫទ្ធិថែទឹកថែដីរាជធានីភ្នំពេញរាប់សតវត្សមកហើយព្រមទាំងទេវតាថិតថែរក្សាទឹកដីរមណីយដ្ឋានរាជធានីលង្វែកជាដើមអាយន្តោសមាកមេថាយាងជួយមកប្រជុំព្រមគ្នាក្នុងទីនេះហើយសូមព្រះសន្តាប់បិទថ្ងៃនេះលោកយាយព្រឹទ្ធមេត្តាពន់វសាធម្មរាជទេវីសៀងសុខហឿងអគ្គមហោបាសិកាពុទ្ធសាសនូបឋមលោកជំទាវអុកញ៉ានាងវិសាខាកតេបណ្ឌិតសៀងច័ន្ទហេងអគ្គមហោបាសិកាពុទ្ធសាសនូបឋមនិងជាស្ថាបនិករាជធានីលង្វែកលោកតាព្រឹទ្ធាចារ្យសាស្ត្រាចារ្យវិជ្ជបណ្ឌិតថោងនិដាមនីអគ្គមហោបាសកពុទ្ធសាសនូបឋមព្រមដោយវត្តមានឯកឧត្តមលោកញ៉ាលោកជំទាវលោកស្រីលោកយាយលោកតាសារុសពបរោះមហាពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយទាំងអស់បានជួយមកជួបជុំគ្នាក្នុងទីនេះប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លាមុតមមដើម្បីនាំមកនៅទានភោគទីទ្វេលាការកម្រងគ្រឿងកោបដើម្បីនឹងបូជាចំពោះបរតនត្រ័យជាពិសេសមានប្រទីបចំនួន108ដើមដើម្បីនឹងបូជាបរតនត្រ័យរយៈពេល7យប់គម្រប់7ថ្ងៃសូមពរសូមជ័យសូមសេចក្តីសុខដល់ប្រជាពុទ្ធបរិស័ទក៏ដូចជាប្រជាពលរដ្ឋខ្មែរជាពិសេសសូមសុខសន្តិភាពដល់ប្រជាណាចក្រកម្ពុជាសក្ការំបដិគន្ធហតោអាស្រ័យនេះសូមទេវតាទេពធីតាវត្ថុស័ក្តិសិទ្ធិមានបារមីមានរិទ្ធបារមីអស់លោកមានមហិទ្ធិឫទ្ធិមានដៃជះមានអនុភាពពលិនភាព
ស័ក្តិសិទ្ធិរិទ្ធចេស្តាទាំងអស់ទូទាំងព្រះជាណាចក្រកម្ពុជាសូមស្ដេចយាងជួយមកប្រជុំព្រមគ្នាក្នុងទីនេះទទួលនៅកិច្ចគោរពបវន្តាវិទូលព្រះមង្គមខ្ញុំម្ចាស់យើងខ្ញុំទាំងអស់គ្នាហើយទទួលនៅឲ្យពរសពសាធិការដល់ទូលព្រះមង្គមខ្ញុំម្ចាស់យើងខ្ញុំទាំងអស់គ្នាក៏ដូចជាប្រជាពលរដ្ឋខ្មែរនិងសូមសុខសន្តិភាពដល់ប្រជាណាចក្រកម្ពុជាបានសុខសាន្តជាលំដាប់ចាប់ពីពេលនេះដល់រាបតរៀងទៅថ្វាយភ្លេងហោមរោងបាទក្រុមជុំជឿឡើងបូជាទានធូបតាមខែមួយៗតបបាទ គុណតបក៏អត់ប្រយោជន៍ដែរអញ្ចឹងកតញ្ញូកតវេទិតាដឹងគុណឲ្យធ្វើគុណតបហ្នឹងហើយមនុស្សដែលខុសពីសត្វហ្នឹងដែលធម៌ដឹងគុណហ្នឹងហើយបើគ្មានធម៌ដឹងគុណហ្នឹងទេអត់មានពាក្យបងមីងអ៊ំតាយាយទេតយិតតែអស់ចិត្តពួយអស់ចិត្តយិតតែអស់ចំតែសារអត់ស្គាល់គុណណាបានស្គាល់គុណមិនដឹងបានត្រង់ចង្វាក់ហ្នឹងអញ្ចឹងគុណបែងចែកឋានៈទួនាទីសំខាន់គឺគុណធម៌ហើយធម៌កតញ្ញូនឹងឯងសំខាន់ណាស់នៅលើផែនដីនេះណាកូនដែលថ្វាយអង្គមម៉ែឪមានតែនៅស្រុកខ្មែរណាក្រៅពីហ្នឹងថ្វាយអង្គមម៉ែឪគឺដើម្បីលុយទេគាត់ថ្វាយអង្គមយកចិត្តយកទេមរតកឲ្យបានហើយចាំតែថ្វាយអង្គមទៀតតែកូនខ្មែរណានៅមានបបបេះដូងបរិសុទ្ធថ្វាយអង្គមដោយគោរពស្រឡាញ់ហើយអញ្ចឹងបុណ្យនៃការពិការគោរពហ្នឹងនាំឲ្យមានបុណ្យធម៌កតញ្ញូថ្ងៃនេះយើងដឹងគុណកាលពីដើមយើងដឹងគុណតែម៉ែឪយាយតាខ្លួនឯងទេឥឡូវយើងអស់គុណបុណ្យធំមែនតើបុណ្យអស់ចាស់ណាស់ខ្ញុំពិនិត្យមើលប្រវត្តិសាស្ត្រមកតែមានលើកនេះទេលោកជំទាវដឹកនាំធ្វើហ្នឹងហើយព្រោះយើងក៏ក្រោកនឹកឃើញបុណ្យដូនតាបុព្វបុរសណាដូនតាមហានគររបស់ខ្មែរណាតាំងពីត្រកូលអេសានវរ្ម័នរហូតដល់សូរិយាវរ្ម័នណាជ័យវរ្ម័នណាមកនរោត្តមមកឲ្យទាំងអស់គឺយើងដឹងគុណបុព្វបុរសជាតិហើយមិនដឹងគុណសៀងគេវាយពេកអត់ដឹងគុណហ្នឹងហើយបើអត់មានគេវាយចាំមិននឹកឃើញគុណណាអញ្ចឹងគឺថាដើម្បីឲ្យកម្លាំងសច្ចកិរិយាហ្នឹងមានកម្លាំងខ្លាំងហ្នឹងហើយគឺត្រូវមានកម្លាំងសិលណាកម្លាំងសិលកម្លាំងសមាធិកម្លាំងវិបស្សនាហ្នឹងហើយបើសិនជារីងាយណាមកដោយចិត្តរីងាយអីហើយជឿខ្លាំងអីសៅមកហ្នឹងកម្លាំងចិត្តនឹងអត់ខ្លាំងទេហ្នឹងហើយអញ្ចឹងកិច្ចហ្នឹងយើងនឹងធ្វើបន្តទៀតហើយលើដោយសារតែថ្ងៃកាន់តែជិតលេខទៅហើយយើងដល់កម្មវិធីអុជធូបហ្នឹងពីណាពីណីមកយើងគិតតែរឿងសុំសុខទេអត់ដែរឲ្យដូនតាសុខទេហ្នឹងហើយអញ្ចឹងអាពេលប្រឡងម្ដងណាបានតែបន់ដូនតាហើយដល់ដូនតាបន់តិចទៅចូលទៅកែប្រយោគកែនិយាយសារណាត់កែវិធាពីក្រានចេញមកហើយតាមតែពេលប្រឡងធ្លាក់ទៅខាងដូនតាអត់ឲ្យជូនបន់គាត់ផងហ្នឹងហើយអញ្ចឹងយើងឲ្យធូបជូនបន់សិនណាជូនបន់ហើយសូមបួងសួងសូមសេចក្តីសុខពីគាត់រាល់អំពើល្អរបស់យើងហ្នឹងណាយើងជូនបន់ដូនតាបុព្វបុរសជាតិហើយហ្នឹងហើយយើងឲ្យធូបបដាទៅហើយនឹងមានអ្នកទទួលធូបពីយើងយកទៅឲ្យនៅខាងមុខព្រោះមកឲ្យដាក់ហ្នឹងបានអង្គុយទេឆ្លក់លាន់ភាគខ្យល់ចម្រើនឡើងទៅតូងដួលអស់ហ្នឹងហើយបើចង់ឲ្យធូបនឹងឆាប់ឆេះល្អយកធូបនឹងជ្រលក់ក្នុងប្រេងនឹងតិចទៅហើយសំអុចនឹងរៀបឲ្យធូបច្រើន21វិស័យតំណាងអីខ្លះណាបាទហ្នឹងហើយតំណាង18ដើមហ្នឹងតំណាងណាគុណរតនត្រ័យគុណព្រះពុទ្ធធម៌ព្រះសង្ឃហ្នឹងយើងមើលគុណសម្បត្តិរបស់ព្រះពុទ្ធប្រមាណពធប្រមាណព្រះសង្ឃប្រមាណនៅក្នុងយើងសូត្រនមស្ការរតនត្រ័យហ្នឹងណាហើយគុណមេត្តាបិតាគុណមេត្តាបិតារំលឹកគុណហ្នឹងហើយយើងជូនបនលោកហើយដើរតាមផ្លូវដែលលោកស្រឡាញ់ហើយបុណ្យយើងជូនបុណ្យហ្នឹងទាំងណាទេវតាបុព្វបុរសទាំងខាងព្រហ្មញ្ញសាសនាទាំងខាងមហាយានទាំងខាងទេវរាជណាទាំងអស់ដូនតាយើងប្រហែលថ្ងៃមុនយើងប្រយុទ្ធគ្នាព្រោះតាហ្នឹងហើយព្រះវិស្ណុហើយហ្នឹងហើយយកព្រះអង្គទូទៅឆ្លាក់លើម្រាមជើងអីសាក់តែមើលបាតជើងប្រពុតហ្នឹងហើយមើលទៅសិតតែព្រះនៅក្នុងបាតជើងដែរអ្វីដែលជាមរតកដែលប្រពុតដែលដូនតាយើងទុកឲ្យបើយើងមិនពេញចិត្តទេនៅស្ងៀមទៅយ៉ាទុកទៅថ្មីព្រោះកូនចៅ17លាននាក់
10 លានអ្នកណាហ្នឹងហើយមានអ្នកខ្លះស្រឡាញ់ខាងនេះស្រឡាញ់ខាងនោះអីហ្នឹងហើយហើយតែពេលយើងមិនស្រឡាញ់ទេយើងចង់ឲ្យគេមកដូរចិត្តយើងអានឹងច្បាស់ទៅពេលថ្មីហ្នឹងមកគ្រាប់គឺប្រហែល5 10ពេលបាក់ខែទៀតអីអស់ 4-500ដែរអញ្ចឹងអ្វីដែលដូនតាបន្សល់ទុកឲ្យ17 លានអ្នកណាមានអ្នកខ្លះស្រឡាញ់ពេញចិត្តអីនៅស្ងៀមដកហើយតែយើងណាជាកូនចៅត្រូវតែគោរពបូជាដូនតាយើងណាគោរពហើយឲ្យធូបហើយទៅកន្លែងអុចនៅខាងក្រោយដល់ចៅក្មេងៗអាចទទួលពីដូនតានិយាយវាទៅអុចខាងក្រោយដោតទៅដោតខាងក្រោយហ្នឹងហើយដើម្បីឲ្យការផ្សាយមេត្តានឹងមានកម្លាំងតដល់ចិត្តយើងនឹងមានវិវេកនេះគឺស្ងប់ស្ងាត់មិនជ្រួលច្បល់មិនញាប់ញ័រណាមិនជ្រួលច្បល់មិនញាប់ញ័រសាធុចាំអរគុណហ្នឹងហើយយើងរំលឹកគុណគួរឲ្យសេវាណាស់ដែលកន្លងមកហ្នឹងហើយយើងមិនបាននឹកគុណដូនតាបុព្វបុរសជាតិយើងទេទៅតែពេលនេះក៏ក្តៅខែដីហើយដោយសម្លេងអំពាវនាវក្នុងការគោរពចំពោះគុណដូនតាយើងទាំងបុព្វបុរសទាំងអស់ក្នុងជំនឿផ្សេងក្នុងពុទ្ធសាសនាក្តីយើងជូនបុណ្យទាំងអស់បុណ្យកុសលយើងបានបំពេញតាមកាយវិចារចិត្តសូមទីជួបដូនតាបុព្វបុរសនិងវីរៈកងទ័ពដែលបានពាក់ជីវិតចំពោះទឹកដីសូមបានចំណាយបុណ្យស្មើគ្នាហើយសូមអញ្ជើញទៅកាន់សុគតិភពកុំបីគៀងទៀតឡើយហើយដូនតាក៏លោកទទួលអនុមោទនាហើយបាយក្រោយឲ្យក៏សូមឲ្យកម្ពុជារដ្ឋមានសុខសន្តិភាពសូមឲ្យមានការរីកចម្រើនសូមឲ្យកូនចៅទាំងអស់សុខសប្បាយអាយុវណ្ណោសុខៈចរិយាជាអាយុសូមឲ្យមានអាយុវែងវណ្ណៈពណ៌សម្បុរល្អសុខៈសូមមានសេចក្តីសុខច្រើនប្រយ័ត្នសូមមានកម្លាំងក្នុងការកម្លាំងអ្វីស្មើដល់កម្លាំងបញ្ញាហ្នឹងមិននិយាយទេសូមមានកម្លាំងបញ្ញាដោះស្រាយបញ្ហាលោកវិទ្យាធម៌រហូតដល់លោកកតរធម៌ហ្នឹងហើយអត់ទៅយកដោតទៅជួយយកពីលោកនេះយកដោតធូបសូមឲ្យជឿនធូបដាក់ដល់ដីកាលណាទេវតាទាំង6ភពឋានព្រំទាំង20ភពក៏ក្រៅកំពើញក់ញ័រឲ្យឃើញថាពីទឹកដីរីកលំលែកបានបួងសួងថ្វាយបុណ្យទានហើយនឹងសូមដាស់ស្មារតីក៏មានការផ្ទះប្រហែលហើយចុះមកថែទាំទឹកដីកម្ពុជាណាអស្ចារ្យណាលើផែនដីអាស៊ីអាគ្នេយ៍យើងហ្នឹងកម្ពុជាយើងមកទូចមកកប៉ុកហើយតែចិត្តគង់វងទៅរាល់ថ្ងៃមិនរឿងធម្មតាទេហ្នឹងគឺនៅលើណាអបរិហានីយធម៌ទាំង7ប្រការដែលព្រះសម្មាសម្ពុទ្ធសម្ដែងនៅដែនកម្ពុជាហើយពុទ្ធមហាក្សត្រទៅសួរណាសេចក្តីមិនវិនិច្ឆ័យសូមមាន7យ៉ាងការប្រជុំការលើការប្រជុំការគោរពសិទ្ធិបច្ចេកដីការគោរពដូនតាបុព្វបុរសណាហើយអ្នកចេះដឹងអីហ្នឹងគោរពទេវតាគ្រប់អីហ្នឹងគឺជាភាពគង់វង្សគឺជាកម្លាំងសាមគ្គីធម៌ហើយកម្លាំងសាមគ្គីធម៌ហើយព្រះអង្គឲ្យដំបូងមានអាហារសាមគ្គីហ្នឹងណាតើរឹងមាំក៏យើងឈ្នះតណ្ហាគោលប្រលឹះនៃការបែកបាក់សាមគ្គីហ្នឹងគឺតណ្ហាហើយខណៈគេឲ្យលុយឲ្យយើងស្ការៈអីខ្លះហ្នឹងបែកបាក់គ្នាអញ្ចឹងគឺយើងឃើញកន្លងមកនេះកម្លាំងមហាសាមគ្គីរបស់ពលខ្មែរយើងខ្លាំងក្លារឹងមាំសស័កស្រាំហើយដល់ហើយកម្មវិធីថាដល់ម៉ោង8ហើយចាំជុកដោតអស់ទៅយើងអាចជួយស្មានស្មាតផ្សាយតាបន្តិចចឹងធូបបាទដកចេញ